យុគនេះបើហ៊ានមកម្ដងទៀតនឹងត្រូវដៃរបស់យើងហើយមានអីកើតឡើងនឹងលបងសេងគោខ្ញុំវាត្រូវអ្វីមួយស៊ីកាលពីយប់មិញមិនដឹងថាជាអ្វីឲ្យប្រកបទេពេលនោះអ្នកភូមិក៏នាំគ្នាផ្អើលដើរទៅមើលសាកសពសត្វគោដែលត្រូវបានអ្វីមួយនោះខាំងហើយខ្ទេចទីហើយមានស្នាមក្រញាំធំទៀតផងវាមិនមែនជាសត្វធម្មតានោះទេវាប្រហែលជាសត្វខ្លាឃ្មុំឬខ្លាដំបងមកពីព្រៃធំនោះហើយពេលនោះដែរមានតាម្នាក់ឈ្មោះតាកឹមគាត់ជាចាស់ទុំក្នុងភូមិគាត់និយាយឡើងថាស្នាមនេះខ្ញុំធ្លាប់ឃើញពីមុនវាមិនមែនជាសត្វធម្មតានោះទេវាជាសត្វអីទៅតាវាអាចជាបិសាចព្រៃដែលមកពីព្រៃធំនោះយុគនេះបើហ៊ានមកម្ដងទៀតនឹងត្រូវដៃរបស់យើងហើយពូសេងគាត់អង្គុយរងចាំបើមានសំឡេងអ្វីចម្លែកគាត់នឹងចេញទៅភ្លាមដើម្បីមើលថាវាគឺជាអ្វីឲ្យពិតប្រាកដគាត់រងចាំរហូតដល់រៀងយប់ជ្រៅបន្តិចស្រាប់តែនោះជាអ្វីទៅព្រឹកបន្ទាប់អ្នកភូមិបាននាំគ្នាមកប្រមូលផ្ដុំនៅមុខផ្ទះតាកឹមខ្ញុំបានឃើញវាផ្ទាល់ភ្នែករបស់ខ្ញុំគឺវាជាបិសាចពិតតើវាមានរូបរាងយ៉ាងម៉េចទៅវាមានមាឌធំរូបរាងអាក្រក់ហើយក្រចកដៃរបស់វាគឺវែងវាជាបិសាចព្រៃខ្មៅវាបានត្រឡប់មកវិញហើយតើយើងត្រូវធ្វើយ៉ាងម៉េចមានគ្រូអាគមម្នាក់នៅភូមិឆ្ងាយបើសិនយើងទៅអញ្ជើញគាត់អាចមកជួយបានថ្ងៃនោះដែរពូសេងនិងបរិសុទ្ធ2នាក់ទៀតបានទៅអញ្ជើញគ្រូពេជ្រ
គ្រូពេជ្រជាបរិសុទ្ធណាស់ស្លៀកពាក់សនិងពាក់ខ្សែអាគមជាច្រើនក្រោយពីអ្នកភូមិបានទៅអញ្ជើញលោកគ្រូពេជ្រមកហើយបានប្រាប់រឿងរ៉ាវមួយចំនួនលោកគ្រូពេជ្រគាត់ក៏និយាយថាបិសាចនេះមិនមែនជាបិសាចធម្មតានោះទេវាជាវិញ្ញាណអាក្រក់ដែលរស់នៅក្នុងព្រៃតើលោកគ្រូអាចចាប់វាបានទេយប់នេះយើងនឹងរៀបចំពិធីអាគមនៅកណ្ដាលភូមិហើយដាក់អន្ទាក់សាកសពសត្វគោរបស់គ្រូសេនយើងនឹងរៀបចំពិធីដើម្បីចាប់វាពេលវាមកគំរត់ខ្ញុំនឹងចាប់វាឯងឆាប់ចូលមកឯងឆាប់ចូលមកវាបានរលាយបាត់ទៅហើយអរគុណលោកគ្រូបើគ្មានលោកគ្រូភូមិយើងមិនដឹងធ្វើម៉េចទេអ្នកទាំងអស់គ្នាត្រូវចាំរឿងមួយកុំទៅរំខានព្រៃចាស់នោះឲ្យសោះព្រោះទីនោះមានអ្វីជាច្រើនដែលមនុស្សមិនគួររំខាន